សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel អាវិញ្ញាណមានពេទ្យហើយថ្ងៃនេះមានអាមានសាច់រឿងសម្រាប់ប្រិយមិត្តទាំងអស់គ្នាទៀតហើយរឿងនេះដែរមានចំណងជើងថាភូមិអត្តមនុស្សនៅកណ្ដាលវាលទំនាបដាច់ស្រយាលមួយមានភូមិមួយឈ្មោះថាភូមិស្ងាត់សូន្យផ្ទះឈើចាស់ទ្រុឌទ្រោមរាប់សិបខ្នងឈរដុំរៀបគ្នាទាំងត្រងោលគ្មានផ្សែងភ្លើងគ្មានសំឡេងសត្វចិញ្ចឹមមានតែស្មៅដុះទ្រុបជាតិក្បាលជង្គង់និងខ្យល់ស្ងួតបក់ទ្វារផ្ទះឲ្យបន្លឺសំឡេងក្រាត់គួរឲ្យព្រឹសក្បាលទីនេះជាភូមិដែលគេបោះបង់ចោលក្រោយពីមានអំពើឃាតកម្មដ៏សាហាវខុសខើមួយកាលពី10ឆ្នាំមុនតារាបរោះម្នាក់ដែលមានកែវភ្នែកត្រជាក់ស្រេបនិងជាមេខ្លោងដែលបានបញ្ជាឲ្យដុតភូមិនេះទាំងរស់ដើម្បីប្លន់យកដីកំពុងតែដើរវង្វេងក្នុងភូមិនេះដែលសាឡានរបស់គេខូចនៅក្បែរនោះមេចាប់ផ្ដើមងងឹតស្លុបកងៀនស៊ូមបីតែពន្លឺផ្កាយតារាព្យាយាមដើរកាត់តាមផ្ទះចាស់ទាំងនោះប៉ុន្តែរាល់ពេលដែលគេដើរគេមានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងសម្លឹងមិលគេចេញពីតាមចន្លោះក្តារជញ្ជាំងផ្ទះដែលធ្លុះធ្លាយសំឡេងខ្យល់បក់កាត់ដំបូលផ្ទះបន្លឺឡើងដូចជាសំឡេងស្រែកយំអង្វរករបស់ក្មេងៗនិងមនុស្សចាស់ដែលត្រូវភ្លើងឆេះស្លាប់តារាចាប់ផ្ដើមដើរញាប់ជើងរំពេចនោះគេឮសំឡេងតក់នៅពីលើក្បាលគេជក់ងក់រួចងើយមើលទៅលើដំបូលផ្ទះក្បែរនោះនៅលើមាត់ដងអួយជាន់ពីពីគេឃើញស្រមោលខ្មៅមួយកំពុងអង្គុយចងហោងទឹកឈាមខ្មៅខាប់កំពុងស្រក់ចេញពីភ្នែករបស់វាធ្លាក់មកលើដីដូចជាទឹកភ្លៀងមរណៈស្រមោលលោតចុះពីលើផ្ទះដែលគ្មានសំឡេងបាត់ចូលទៅក្នុងស្មៅទ្រុបអ្នកណាចេញតារាស្រ័យទាំងសំឡេងញ័រដៃរបស់គេក្តាប់កំភ្លើងយ៉ាងណែនស្ងាត់ដល់ថ្នាក់គេអាចឮសំឡេងបេះដូងខ្លួនឯងលោតដុកស្រាប់តែមានដៃតូចនិងត្រជាក់ស្រែបដោយទឹកកកលូកចេញពីក្នុងដីមួយចាប់កជើងរបស់គេយ៉ាងណែនតារាស្ទុះបាញ់ទៅដីផាំងប៉ុន្តែគ្មានអ្វីទាំងអស់ក្រៅពីដីដែលខ្ទាតឡើងគេរត់ទាំងមិនដឹងទិសដៅប៉ុន្តែរត់ទៅដល់ណាក៏ឃើញតែផ្ទះចាស់ខ្នងដដែលហាក់ដូចជាភូមិនេះកំពុងវិលជុំវិញខ្លួនគេក្លិនសត្វដែលត្រូវភ្លើងឆេះចាប់ផ្ដើមផ្សាយមកប៉ះច្រមុះរបស់គេម្ដងទៀតវាកាន់តែខ្លាំងឡើងរហូតដល់តារាចង់ថប់ដង្ហើមគេរត់ចូលទៅក្នុងផ្ទះធំមួយដើម្បីពុនប៉ុន្តែគ្រាន់តែជៀនជើងចូលស្រាប់តែទ្វារផ្ទះបិទជិតឈឹងប្រាវនៅក្នុងភាពងងឹតសូនឈឹងនោះស្រាប់តែមានពន្លឺភ្លើងពណ៌ខៀវស្រងាត់ឆេះឡើងនៅកណ្ដាលផ្ទះនៅកណ្ដាលភ្លើងនោះគេឃើញរូបមុខជនរងគ្រោះដែលគេបានសម្លាប់ពួកគេដើរចេញពីជញ្ជាំងផ្ទះយឺតខ្លួនប្រាណរបស់ពួកគេខ្លោចខ្មៅសាច់របែកដាច់ពីឆ្អឹងភ្នែកនីមួយសត្វតែជាប្រហោងភ្លើងសងសឹកតារាឯងឃ្លានដីណាស់មែនទេចាំយើងឲ្យឯងស៊ីដីក្នុងភ្នរសំឡេងនោះបន្លឺឡើងចេញពីបំពង់ត្រកកដែលដាច់រហែករបស់សាកសពម្នាក់តារាព្យាយាមដកថយទៅក្រោយប៉ុន្តែខ្នងរបស់គេបុកនឹងអ្វីមួយយ៉ាងដែលទន់និងស្អិតជោកគេងើបក្រោយយឺតនៅពីក្រោយគេគឺស្ត្រីម្នាក់ដែលមានកកំពុងកាន់ក្បាលខ្លួនឯងដែលមានមុខមាត់រលួយសាយដាគេក្បាលនោះបានឈាមចេញតាមមាត់ស្រោយពេញមុខតារាស្រែកភើលពេញភូមិប៉ុន្តែគ្មាននរណាម្នាក់ឮឡើយក្រៅពីក្រជាដៃដែលឆេះខ្លោចរបស់សាកសពរាប់សិបណាលូកមកហែកសាច់របស់គេបន្តិចម្ដងគេមានអារម្មណ៍ថាម្រាមដៃត្រជាក់ទាំងនោះកំពុងសួរចូលទៅក្នុងឆ្អឹងជនីរបស់គេហើយចាប់ទាញសួតនិងបេះដូងរបស់គេចេញមកខាងក្រៅការឈឺចាប់នោះវាមិនអាចពណ៌នាបានឡើយគេចង់ស្លាប់ក៏ស្លាប់មិនកើតព្រោះវិញ្ញាណសងសឹកទាំងនោះចង់ឲ្យគេរងទុក្ខវេទនាឲ្យដល់កម្រិតបំផុតមុនពេលភ្នែករបស់គេងងឹតស្លុបគេឃើញរូបភាពចុងក្រោយគឺភូមិអត់មនុស្សដែលធ្លាប់តែស្ងាត់ជ្រុលងុំបាយជាពោពេញដោយមនុស្សដែលខ្លួនប្រាណសុទ្ធតែភ្លើងឈរជុំវិញគេហើយស្រែកច្រៀងដោយក្តីរីករាយលើគំនោឈាមរបស់គេចាប់ពីថ្ងៃនោះទៅអ្នកដំណើរតាមផ្លូវតែងតែឮសំឡេងបរិសម្នាក់ស្រែកយំអង្វរសុំជីវិតចេញពីក្នុងភូមិនោះប៉ុន្តែពេលដែលពួកគេជួលទៅមើលពួកគេឃើញតែខ្យល់បក់កាត់ទ្វារផ្ទះចាស់និងស្នាមឈាមដែលមិនចេះរៀងនៅលើដីបើសិនជាអ្នកកំពុងអានដល់ចំណុចនេះសូមកុំព្យាយាមងាកទៅក្រោយឲ្យសោះពួកខ្យល់ដង្ហើមដែលកំពុងបក់មកប៉ះកញ្ចក់កណែរបស់អ្នកពេលនេះប្រហែលជាមិនមែនជាខ្យល់ធម្មតាឡើយនៅជុំបញ្ចប់នៃវាលរហោតដែលពោពេញទៅដោយដើមត្នោតងាប់ក្រៀមមានភូមិមួយឈ្មោះថាភូមិស្ងាត់សូន្យទីនេះគ្មានសំឡេងមាន់រងាវគ្មានសំឡេងឆ្កែព្រុសមានតែភាពស្ងាត់ជ្រងំដែលគួរឲ្យថប់ដង្ហើមផ្ទះឈើចាស់ទ្រុឌទ្រោមរាប់សិបខ្នងឈរដំរៀបគ្នាទាំងត្រងោលដំបូលប្រក់ខ្វៀលបែកប្របាក់ដូចជាមាត់យក្សដែលកំពុងហាមើលចំណីនេះជាភូមិដែលត្រូវបានបោះបង់ចោលភ្លាមកាលពីមានព្រឹត្តិការណ៍បង្ហូរឈាមដែលគ្មាននរណាម្នាក់រស់រានបានជីវិតសីហាបរោះដែលមានសម្បកខ្មៅស្អោមនិងមានស្នាមសម្លាក់លើមុខគឺជាមេខ្លោងដែលបានដឹកនាំក្រុមក្មេងស្ទាវមកប្លន់និងសម្លាប់រងោអ្នកភូមិនេះដើម្បីយកមាសប្រាក់យប់នេះដោយសារការដេញតាមពីប៉ូលីសសីហាបានរត់មកពន្ធក្នុងភូមិនេះវិញហើយគេដើរចូលទៅក្នុងភូមិទាំងយប់អាធិរ័តខ្យល់ត្រជាក់បក់មកប៉ះស្បែកធ្វើឲ្យគេព្រឺសម្បល់ខ្ញាក់
គេជ្រើសរើសចូលទៅពុនក្នុងផ្ទះធំគេនៅកណ្ដាលភូមិគ្រាន់តែឈានយើងចូលក្នុងផ្ទះសំឡេងទ្វារឈើចាស់បន្លឺឡើងគ្រីកប្រាវបិទជិតឈឹងសីហាព្យាយាមទាញទ្វារបើកវិញប៉ុន្តែវាមិនកម្រើបឡើយហាក់ដូចជាមានកម្លាំងមហិមាកំពុងទប់ពីខាងក្រៅរំពេកនោះក្លិនស្អុយអសូចដូចជាសាកសាប់ដែលស្អុយរលួយក្នុងទឹកអសូចបានផ្ចាយមកប៉ះច្រមុះរបស់គេយ៉ាងខ្លាំងតក់តក់តក់សំឡេងទឹកស្រក់ធ្លាក់មកលើស្មារបស់សីហាគេយកដៃស្ទូបរួចយកមកហិតវាមានក្លិនឆ្អាបខាប់វាគឺជាឈាមគេងើបមុខឡើងសម្លឹងទៅលើធើមផ្ទះនៅទីនោះគេបានឃើញសាកសពរាប់សិបណាស់ដែលគេបានសម្លាប់កាលពី10ឆ្នាំមុនកំពុងតែត្រូវបានចងព្យាវកតម្រៀបគ្នាទាំងអស់ភ្នែករបស់ពួកគេបើកធំធំសម្លឹងមកសីហាចរន្តឈាមខ្មៅខាប់កំពុងហូរចេញពីប្រហោងភ្នែកដែលមិនមានគ្រាប់ភ្នែកសីហាឯងមកវិញហើយមែនទេសម្លេងខ្សឹបខ្សៀវរាប់ពាន់បន្លឺឡើងព្រមគ្នាចេញពីគ្រប់ជញ្ជាំងផ្ទះសីហាភ័យខ្លាចដល់ថ្នាក់លិចណាមដាក់ខោគេដកកាំបិតត្នោតចេញមកវត្តចុះឡើងក្នុងភាពងងឹតរំពេកនោះជើងរបស់គេត្រូវដៃដែលដាច់រយៈរយាយលូកចេញពីចន្លោះកណ្ដាលកម្រាលផ្ទះមកចាប់ជាប់គេដួលផ្ងាក្រោយស្រាប់តែមានអារម្មណ៍ថាមានសឹកវែងដែលស្អឹមជោកដោយឈាមកំពុងរុំពពាត់ករបស់គេយឺតនៅពីមុខរបស់សីហាស្រមោលស្ត្រីម្នាក់ដែលពោះធំស្ត្រីមានផ្ទៃផ្ទាស់ដែលគេបានចាក់សម្លាប់បានរំកិលខ្លួនមកជិតសីហានាងមានថ្ងោក្រោមទេអណ្ដាតរបស់នាងលេងអន្លាយស្រោនដល់ទ្រូងកំពុងក្រវីចុះឡើងដូចពស់នាងលូកដៃដែលសល់តែឆ្អឹងមកអង្អែលមុខសីហារួចស៊ូក្រជាចូលទៅក្នុងមាត់របស់នាងហើយចាប់ទាញអណ្ដាតរបស់នាងចេញមកខាងក្រៅយ៉ាងសាហាវសីហាស្រែកបញ្ចេញឈាមហូរហៀពេញមាត់នៅក្នុងខណៈនោះផ្ទះទាំងមូលចាប់ផ្ដើមយល់រញ្ជួយវិញ្ញាណក្មេងៗដែលបាក់កបាក់ដៃបាក់ជើងចាប់ផ្ដើមវ៉ាឡើងមកលើខ្លួនសីហាពួកគេប្រែថ្មេងមុតកម្មហែកសាច់ដុំរបស់គេម្ដងមុតសីហាមានអារម្មណ៍ថាស្បែករបស់គេត្រូវបកទាំងរស់គេចង់សន្លប់ក៏សន្លប់មិនកើតព្រោះការឈឺចាប់វាមុតស្រួយពេករូបភាពចុងក្រោយដែលសីហាបានឃើញគឺវិញ្ញាណអ្នកភូមិទាំងអស់កំពុងកាន់កាំបិតដែលច្រេះចាប់រំកើចូលមកជិតគេយឺតដើម្បីធ្វើការសងសឹកតាមបែបដែលគេធ្លាប់ធ្វើដាក់ពួកគេសំឡេងស្រែកយំដែលការឈឺចាប់បំផុតរបស់សីហាបានបន្លឺឡើងពេញភូមិអត់មនុស្សប៉ុន្តែគ្មាននរណាម្នាក់ឮឡើយក្រៅពីខ្មោចដែលកំពុងសាយកកអាយស្អែកឡើងពេលផ្លែទឹករោះភូមិនោះក៏ប្រែចេញស្ងប់ស្ងាត់ដូចដើមគ្មានស្លាកស្នាមសីហាគ្មានស្លាកស្នាមឈាមមានតែខ្យល់បក់ទ្វារផ្ទះបន្លឺឡើងក្រត់ប៉ុន្តែបើសិនជាអ្នកពិនិត្យឲ្យច្បាស់អ្នកនឹងឃើញសាកសពថ្មីមួយដែលត្រូវបានព្យាវកនៅកណ្ដាលផ្ទះធំនោះដែលមានផ្ទៃមុខរន្ធត់បំផុតហាក់ដូចជាកំពុងសម្លឹងមើលអ្នកដែលកំពុងអានរឿងនេះនឹងឲ្យបងប្អូនទាំងអស់គ្នារឿងយឺនបានមកដល់ទីបញ្ចប់ហើយបើបងប្អូនស្រឡាញ់ចូលចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយផងអរគុណសម្រាប់ការស្ដាប់តាំងពីដើមរហូតដល់ចប់អរគុណសូមជម្រាបលា